សួស្តីអ្នកគ្នាជួបគ្នាជាមួយខ្ញុំម្ដងទៀតហើយអូសិនហើយថ្ងៃនេះផងដែរខ្ញុំមកបរៀនអ្នកគ្នាពីរបៀបដាក់ shader ហ្នឹង shader នៅក្នុង Mojo Launcher ហើយជាហ៊ានដំបូងអ្នកគ្នាត្រូវចូលក្រុម Telegram ខ្ញុំមកបើអ្នកគ្នាអត់បានចូលទេកុំភ្លេចចូលក្រុមខ្ញុំម្នាក់មួយខ្ញុំដាក់នៅក្រោម comment នេះហើយអ្នកគ្នាចូលមកកន្លែង file ហ្នឹងនេះ mode ហ្នឹងខ្ញុំតម្លាក់ចូលហើយពេលអ្នកគ្នា down ហើយអ្នកគ្នាត្រូវចូលserver យើងមកហើយអ្នកគ្នាចូលកន្លែង download ហើយអ្នកគ្នាចុចនេះ file ហ្នឹងmod shader ហ្នឹងអ្នកគ្នាចុច copy មកcopy ហើយយើងទៅដើររកកន្លែង Mojo យើងអ្នកគ្នានៅកន្លែង Android data ហ្នឹងមកតែផងខ្ញុំមិនដឹងហ្នឹងខ្ញុំដាក់នៅនេះអ្នកគ្នាឯងផងអ្នកគ្នាឯងនៅណាដាក់នៅហ្នឹងទៅខ្ញុំដាក់នៅហ្នឹងហើយដល់អ្នកគ្នាចូលកន្លែងហ្នឹងមកហើយចុច instant ចុចពី instant ណាកន្លែងដែរទេអ្នកគ្នាយកអា get អ្នកគ្នាមកហើយយើងរកពាក្យ shader pack នេះ shader pack ហ្នឹងចុចមកហើយគ្នាចុចផាសមកអូខេអញ្ចឹងចូលហើយអស់ទូនាទីវាយើងចូលហ្គេមយើងមកបញ្ជាក់អាហ្នឹង shader ហ្នឹងបានត្រឹម 1.21.1 ដោយសារខ្ញុំដាក់ version រៀងខ្ទាបទៅដោយសារខ្លាចអ្នកគ្នារត់អត់សូវ smooth អីចឹងខ្លាចគាំងអីចឹងតែនេះខ្ញុំវីដេអូបរៀនmod នេះ mod pack នេះខ្ញុំបរៀនបង្កើតហើយអ្នកគ្នាអត់តន់បានមើលកុំភ្លេចចូលទៅមើលវីដេអូចាស់ហ្នឹងខ្ញុំបរៀនហើយអញ្ចឹងយើងដាក់ហើយយើងចូលហ្គេមមកអូខេអញ្ចឹងចូលហ្គេមមកយើងអ្នកគ្នាចូលហ្គេមមកអ្នកគ្នាមានធ្វើអីកុំតន់ដាក់ resource page ចឹងយើងបង្កើតវគ្គមួយសិនបង្កើតឲ្យអ្នកគ្នាមើលមួយសិនបង្កើតសិនចាំហើយអ្នកគ្នាបើសិនជាមានសលេងរំខានអីសូមអភ័យទោសដោយសារអ្នកចិត្តផ្ទះថ្លង់ដល់កតើឥឡូវយើងចូលវីដេអូយើងអ្នកគ្នាចុច creative សិនហើយខ្ញុំបង្កើតវាឲ្យអ្នកគ្នាសិនកាត់ថតឲ្យមើល
flat ហ្នឹងមកទៀត create ឥឡូវខ្ញុំសូមបង្កើតវគ្គមួយសិនចាំខ្ញុំដាក់ shader ឲ្យមើលគេដាក់មិនអញ្ចឹងណាអូខេអញ្ចឹងអ្នកគ្នាពេលចូល game មកអ្នកគ្នាចុចកន្លែង setting នោះហើយអ្នកគ្នាចុចoption នេះអារូបនេះចុចហ្នឹងមកមកដល់កន្លែងហ្នឹងអ្នកគ្នាចុចopen នេះចុច open ហ្នឹងមកហើយនេះ shader យើងដាក់មិញហ្នឹងអ្នកគ្នាចុចលើនឹងមួយមកហើយចុច apply ចឹងមកហើយចាំគេយើងដាក់ហើយអ្នកគ្នាចុចចេញមកវិញមកណែឃើញទេអ្នកគ្នាគេថា shader ស្អាតមែនទេហើយបាច់មើល FPS ទៅអ្នកគ្នាគាំងចយមកអ្នកគ្នាសុំតោះនិយាយរៀងអសរោះទេអញ្ចឹង shader កប់សេរីតែមិនមើល FPS អ្នកគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេសង្ឃឹមអ្នកគ្នាមើលដល់នេះហើយកុំភ្លេចជួយ like ហើយ subscribe ខ្ញុំម្នាក់មួយផងខានចេញវីដេអូយូរអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយអ្នកគ្នា